តើបងប្អូនធ្លាប់គិតដែរឬទេថាព្រះអាទិត្យដែលរះជារៀងរាល់ថ្ងៃអាចផ្ដល់អគ្គិសនីឲ្យផ្ទះយើងបានដែរឬទេក្នុងពេលដែលបញ្ហាការបំពុលខ្យល់និងការបំពុលបរិស្ថានមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំទន្ទឹមនឹងនោះថាមពលដែលដាក់ដល់ពន្លឺព្រះអាទិត្យកំពុងត្រូវបានគេនិយាយជាច្រើនជុំវិញពិភពលោកប៉ុន្តែថាមពលដាក់ដល់ពន្លឺព្រះអាទិត្យគឺជាអ្វីហេតុអ្វីបានជាវាសំខាន់សម្រាប់ប្រទេសកម្ពុជាថ្ងៃនេះចលនាបណ្ដាធម្មជាតិនឹងបញ្យល់អំពីចំណេះដឹងមូលដ្ឋានអំពីថាមពលកកើតឡើងវិញដោយពន្លឺព្រះអាទិត្យថាមពលដែលដើរដល់ពន្លឺព្រះអាទិត្យគឺជាថាមពលដែលទទួលបានពីពន្លឺព្រះអាទិត្យបន្ទះសូឡាអាចបំលែងពន្លឺព្រះអាទិត្យទៅជាថាមពលអគ្គិសនីដំណើរការនេះមិនបង្កើតផ្សែងមិនបង្កើតសម្លេងរំខាននិងមិនចេញឧស្ម័នកាបូនឌីអុកស៊ីតនោះទេនេះហើយជាមូលហេតុដែលវាត្រូវបានគេហៅថាថាមពលស្អាតនៅពេលដែលយើងប្រើប្រាស់ថាមពលចេញពីរោងចក្រអន្តរជាតិវាបង្កើតឧស្ម័នកាបូនឌីអុកស៊ីតដែលជាហេតុធំបំផុតនៃការប្រែប្រួលអាកាសធាតុទំនប់វារីអគ្គិសនីដែលត្រូវបានរដ្ឋមន្ត្រីក្រសួងរាយនឹងថាមពលអួតក្តែងថាវាជាថាមពលស្អាតហើយក៏កើតឡើងវិញចុះការបណ្ដេញពលរដ្ឋចេញពីលំនៅឋានចុះការកាប់ព្រៃស្ដារបាតអាងអស់ព្រៃឈើរាប់ហិកតានោះក៏ជាអ្វីយ៉ាងណាមិញការដំឡើងផ្ទាំងសូឡាអាចចំណាយថ្លៃឡើងខ្ពស់ប៉ុន្តែបន្ទាប់ពីដំឡើងរួចអ្នកអាចកាត់បន្ថយវិកលច្បត្តិភ្លើងអស់រយៈពេលជាច្រើនឆ្នាំកម្ពុជាជាប្រទេសមួយដែលមានពន្លឺថ្ងៃច្រើនជាង 2000 ម៉ោងក្នុងមួយឆ្នាំនេះមានន័យថាប្រទេសកម្ពុជាមានសក្តានុពលសម្រាប់ការផលិតថាមពលដែលដាក់ដល់ពន្លឺព្រះអាទិត្យថាមពលដែលដាក់ពន្លឺព្រះអាទិត្យអាចជួយកាត់បន្ថយការពឹងផ្អែកទៅលើថាមពលបំពុលកាត់បន្ថយការកាប់បំផ្លាញធនធានធម្មជាតិបង្កើនសុវត្ថិភាពថាមពលជាតិនិងនិរន្តរភាពនៃការប្រើប្រាស់ថាមពលសំណួរមួយដែលយើងគួរគិតគឺតើយើងគួរបន្តពឹងផ្អែកទៅលើថាមពលដែលបង្កឲ្យមានផលប៉ះពាល់បរិស្ថានឬយើងគួរជ្រើសរើសថាមពលដែលស្អាតថាមពលដែលដល់ពន្លឺព្រះអាទិត្យមិនមែនជារឿងនៅពេលអនាគតនោះទេប៉ុន្តែវាជាជម្រើសដ៏ល្អមួយសម្រាប់ថ្ងៃនេះសូមចែករំលែកវីដេអូនេះដើម្បីឲ្យមនុស្សកាន់តែច្រើនបានយល់អំពីថាមពលស្អាតកាន់តែច្បាស់សូមអរគុណ